តើនៅក្នុងចក្រវាឡទាំងមូលមានកន្លែងណាមួយដែលសត្វលោកអាចរស់នៅអមតៈគឺថាមានជីវិតរហូតមិនស្លាប់បើយើងនិយាយពីក្រមឡើងលើតាំងពីនរកឡើងទៅដល់ឋានមហាព្រហ្មដូចជាអត់មានឋានណាមួយឬភពណាមួយដែលសត្វលោកមានជីវិតអមតៈគឺអត់មានទេទោះបីទេវតាប្អិនប្រព្រំមានអាយុវែងហើយស្រួលគឺមិនបាច់ធ្វើការរកស៊ីអីទេទេវតាគ្រាន់តែនឹកឃើញចង់បានអីគឺមានហ្នឹងវត្ថុទឹកវាកើតឡើងឯងប៉ុន្តែมันបានរស់ជាអមតៈទេទេវតាប្អិនប្រព្រំតើអស់បុណ្យធ្លាក់មកជាមនុស្សលោកឬក៏ធ្លាក់មកជាសត្វធាតុក៏មានដែរដោយសារបុណ្យហើយនោះហើយมันមានអមតៈទេហើយសួរសំណួរមួយសំណួរដូចខ្ញុំសួរមិញគឺថានៅមានភពមួយណាទេបើតាមខ្ញុំដឹងគឺមានភពសុខាវត័យភពនេះជាភពរបស់ព្រះពុទ្ធអមិតាភៈខ្មែរយើងឥឡូវហ្នឹងគឺមិនដែលដឹងដែលឮទេប៉ុន្តែបើចំនួនព្រះបាទជ័យវរ្ម័នទី7ព្រះអង្គដឹងច្បាស់លាស់ហើយព្រះអង្គជាគឺជាស្ដេចមួយអង្គដែលគោរពបូជាដល់ភពសុខាវត័យបំផុតហើយព្រះអង្គប្រាថ្នាបានកើតទៅភពនោះឯងក្នុងភពសុខាវត័យគឺមានព្រះពុទ្ធអមិតាភៈគឺជាអ្នកធំបំផុតជាអ្នកគ្រប់គ្រងនៅភពនោះហើយសាសនាដែលឆ្វេងដែលស្ដាំគឺព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះពោធិសត្វមហាសម្ប្រាប់គឺនៅទីនោះមនុស្សលោករស់នៅយើងអាចហៅថាអមតៈគឺថាមនុស្សនៅទីនោះអាយុវែងគ្មានប្រមាណគ្មានព្រំដែនទេគឺរស់រហូតហើយក្មេងរហូតអត់មានឈឺអត់មានស្លាប់អីទេនៅទីនោះដល់ពេលណាបានត្រាស់ជាព្រះពុទ្ធជួននិព្វានតែម្ដងគឺមិនធ្លាក់មកជាមនុស្សលោកយើងទេហើយមានវិតាមិនមានបិណ្ឌបារមីគ្រប់គ្រាន់បើចង់ចោះមកជាថាមនុស្សយើងដើម្បីប្រស័តក៏បានដែរគឺថាមានសមត្ថភាពគ្រប់គ្រាន់ទាំងអស់មានតែភពមួយនោះទេគឺភពសុខាវត័យរបស់ព្រះពុទ្ធអមិតាភៈហើយនោះបងប្អូនយើងមកបានលឺហើយជារឿងមួយដ៏ប្រសើរគឺថាមិនងាយទេណារឿងនេះគឺថាព្រះធម៌អមិតាភៈហ្នឹងគឺបើតាមព្រះពុទ្ធសម្មាសម្ពុទ្ធយើងបានសម្ដែងគឺថាជាធម៌ព្រះសូត្រមួយដែលពិបាកជឿព្រោះអីគេធ្លាប់តែឮថារឿងបើបានចង់បានត្រាស់ជាព្រះពុទ្ធឬយើងចង់បានឡើងឋានសួគ៌យើងប្រឹងកាន់សិល8សិល10ហើយយើងធ្វើបុណ្យដាក់ទានជាច្រើនមិនតាន់ចាក់ថាបានឡើងផងហើយដល់វិញយើងគ្រាន់តែទៅភពសុខាវត័យសោះហើយអីក៏បានត្រាស់ជាព្រះពុទ្ធគឺញ៉េម្លេះគេមិនជឿទេតែនេះជារឿងពិតព្រោះអីព្រោះនេះជាពាក្យសច្ចាអធិដ្ឋានរបស់ព្រះពុទ្ធអមិតាភៈពេលព្រះអង្គនៅរសំបុណ្យបារមីជាមនុស្សលោកយើងណាគឺព្រះអង្គអធិដ្ឋានថាបើកាលណាព្រះអង្គបានត្រាស់ជាព្រះពុទ្ធនឹងមានភពមួយសម្រាប់ព្រះអង្គហើយប្រជាជនរបស់ព្រះអង្គហើយភពនោះមនុស្សរស់នៅគឺអាយុវែងមិនស្លាប់ទេហើយបើគ្មានរឿងនោះកើតឡើងគឺព្រះអង្គមិនត្រាស់ដឹងជាដាច់ខាតហើយនោះឥឡូវនេះព្រះអង្គបានត្រាស់ដឹងហើយបើព្រះអង្គបានត្រាស់ដឹងអាពាក្យអធិដ្ឋានរបស់ព្រះអង្គនោះគឺវាមានពិតហើយព្រោះព្រះអង្គបានអធិដ្ឋានថាបើសិនជាភពរបស់ព្រះអង្គវាគ្មានហើយប្រជាជនរបស់ព្រះអង្គមិនអាយុវែងទេគឺព្រះអង្គមិនត្រាស់ដឹងទេហើយឥឡូវព្រះអង្គបានត្រាស់ដឹងហើយមានន័យថាភពនោះវាមានពិតហើយអាយុមនុស្សនៅទីនោះ
កោវាវែងมันអាចប្រមាណបានដែរគឺมันស្លាប់កើតនៅក្នុងផ្កាយឈូកมันកើតនៅក្នុងផ្ទៃម្ដាយទេហេតុនោះហើយជាភពមួយពិសេសណាបងប្អូនយើងបើមាននិស្ស័យយើងអាចមានឱកាសតែប៉ុណ្ណឹង